ជំរាបសួរអ្នកទាំងអស់គ្នារាត្រីចុងសប្តាហ៍នេះខ្ញុំមានរឿងពិតខ្លីមួយទៀតចង់ចែករំលែកទៅដល់អស់លោកអ្នករឿងហ្នឹងខ្ញុំទើបតែទទួលបានពីបងប្រុសម្នាក់ឈ្មោះគង់ហើយរឿងរបស់គាត់នឹងមានចំណងជើងថាដឹកខ្មោចទៅផ្ទះសួស្តីលោកអ្នកដែលកំពុងស្ដាប់ថ្ងៃនេះខ្ញុំមានកិត្តិយសមកចែករំលែករឿងពិតផ្ទាល់ខ្លួនមួយដែលបានកើតឡើងថ្មីនាដើមឆ្នាំ2026នឹងទេខ្ញុំជាអ្នកខេត្តកំពង់ស្ពឺហើយកាលពីមួយរយៈមុនកំឡុងពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំងគឺខ្ញុំបានជួបរឿងហេតុដ៏ព្រឺព្រួចមួយតាមពិតទៅពេលហ្នឹងខ្ញុំមិនបាននៅផ្ទះទេអញ្ចឹងហើយទើបមិនបានដឹងដំណើរដើមតងនៅថ្ងៃនោះគឺខ្ញុំបានក្រោកតាំងពីព្រឹកព្រលឹមស្រាងដើម្បីជិះម៉ូតូទៅកាន់ស្រុកកំណើតទៅយកប៉ាម៉ាក់ខ្ញុំនិងបន្តធ្វើដំណើរសម្ដៅទៅចូលរួមពិធីមង្គលការប្អូនជីដូនមួយនៅឯខាងព្រៃនប់ខេត្តព្រះសីហនុឯណោះគឺទៅតាំងពីថ្ងៃចូលរោងនឹងត្រូវគេងមួយយប់ហើយត្រឡប់មកវិញទាំងយប់នៅថ្ងៃស៊ីនោះឯងសូមនិយាយបកត្រឡប់ទៅក្រោយបន្តិចគឺពេលដែលខ្ញុំចេញពីផ្ទះទៅមិនដល់កន្លះម៉ោងទេគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡាននិងម៉ូតូក៏បានកើតឡើងនៅមិនឆ្ងាយពីមុខផ្ទះខ្ញុំប៉ុន្មានឡើយដែលហេតុការណ៍នឹងបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងហើយខ្ញុំមិនបានដឹងរឿងហេតុនឹងទេចំណែកប្រពន្ធខ្ញុំឯណោះក៏គាត់មិនបានឆាតឬទូរស័ព្ទមកប្រាប់អំពីរឿងនឹងដល់ខ្ញុំដែរនិយាយពីកម្មវិធីមង្គលការវិញល្ងាចបន្តិចពួកខ្ញុំក៏បានសុំបងប្អូនរៀបចំម្ហូបហូបចុកឲ្យហើយដើម្បីឆាប់បានចាក់ចេញត្រឡប់មកវិញកុំឲ្យយប់ពេកបន្ទាប់ពីហូបអីរួចម៉ោង 7:06 ពួកយើងក៏លាអ្នកគ្រប់គ្នាធ្វើដំណើរវិលត្រឡប់មកវិញមកដល់ផ្ទះប៉ាម៉ាក់ខ្ទង់ម៉ោង 8 កន្លះហើយត្រូវត្រឡប់មកផ្ទះខ្លួនឯងជាង1ម៉ោងទៀតអញ្ចឹងហើយពេលមកដល់ផ្ទះគឺម៉ោង 10 ល្មមប៉ុន្តែមានបានទៅដល់ផ្ទះទាន់ឯណាគឺពេលមកជិតដល់ពលគឺដល់កន្លែងដែលមានមនុស្សស្លាប់នោះខ្ញុំក៏បានជួបនឹងបុរសម្នាក់ដែលកំពុងតែឈរដណ្ដប់ភួយនៅនឹងចិញ្ចើមផ្លូវខ្ញុំគិតថាវាមិនប្លែកនោះទេព្រោះអីពេលហ្នឹងខ្ញុំនេះក៏រងាខ្លាំងណាស់ដែររងាឡើងរួញអស់ទៅហើយខ្លាចលោកអ្នកមិនយល់ខ្ញុំសូមលំអិតបន្តិចទៀតថាពេលទៅផ្ទះប៉ាម៉ាក់គឺខ្ញុំជិះម៉ូតូទៅទេហើយពេលទៅដល់នោះទើបខ្ញុំបើកឡានប៉ាទៅខ្លីៗស្រួលយល់គឺប៉ាម៉ាក់មានឡានចំណែកខ្ញុំអត់ឡានតែចេះបើកឥឡូវចូលដល់សាច់រឿងយើងវិញគឺពេលដែលខ្ញុំឃើញបរិសម្នាក់នោះពីចម្ងាយខ្ញុំក៏បន្ថយល្បឿនណាមួយក៏ជិតដល់ផ្ទះខ្លួនឯងផងភ្លាមនោះបរិសម្នាក់នឹងក៏បានលើកដៃសំពះខ្ញុំហាក់ដូចជាចង់សុំជំនួយខួរក្បាលខ្ញុំក៏គិតភ្លាមថាគាត់អាចនឹងមិនមែនជាមនុស្សល្អទេគួរតែប្រយ័ត្នខ្លួនទើបបានប៉ុន្តែដោយសារអាណិតគាត់ខ្ញុំក៏ឈប់នឹងលើកដៃជាសញ្ញាប្រាប់ឲ្យគាត់នៅឆ្ងាយពីខ្ញុំបន្តិចព្រោះអីពេលនោះតាមផ្លូវគឺពិតជាស្ងាត់មែនទែនអត់ឃើញមានអ្នកណាធ្វើដំណើរនោះទេមានតែខ្ញុំនិងបរិសចម្លែកម្នាក់នោះប៉ុណ្ណោះបើមានបញ្ហាអីគ្មានអ្នកណាជួយទាន់ឡើយក្រោយពេលដែលខ្ញុំលើកដៃជាសញ្ញាហាមមិនឲ្យគាត់ចូលមកជិតបងប្រុសម្នាក់នោះហាក់យល់សាច់ការគាត់ក៏មិនហ៊ានចូលមកជិតដែរប៉ុន្តែគាត់បានទម្លាក់ភួយចោលរួចក៏សើយអាវបង្ហាញឲ្យឃើញថាគាត់មិនមានលក្ខវត្ថុណាដែលអាចបង្កគ្រោះថ្នាក់នោះទេគឺឃើញមានតែស្នាមរបួសចំណែកហោប៉ៅគាត់ក៏បានលូកទាញចេញមកដោយមិនឃើញមានអ្វីទាំងអស់សូម្បីលុយ1រៀលក៏អត់មានដែរដល់អញ្ចឹងទើបខ្ញុំនេះរៀងទុកចិត្តរួចក៏ចាប់ផ្ដើមសួរគាត់ថាបងឯងមានការអីដែរគាត់បន្តលើកដៃសំពះនិងនិយាយមកកាន់ខ្ញុំយ៉ាងសុភាពថាជួយជូនខ្ញុំទៅផ្ទះបន្តិចមកមុននេះខ្ញុំដួលម៉ូតូសន្លប់បាត់ស្មារតីដល់ពេលដឹងខ្លួនមកវិញក៏បាត់មិនឃើញម៉ូតូពេលហ្នឹងខ្ញុំដូចជាជឿគាត់ច្រើនព្រោះមុននេះឃើញមានស្នាមរបួសនៅលើខ្លួនគាត់សូម្បីនៅនឹងកែងដៃក៏ឃើញមានដែរក្រោយពេលសួរនាំអំពីទីតាំងផ្ទះគាត់ហើយគាត់ក៏ប្រាប់ថានៅម្ដុំភ្នំស្រង់គិតទៅប្រហែលជា10 គីឡូដីពីផ្ទះខ្ញុំដល់អញ្ចឹងខ្ញុំក៏សម្រេចថានឹងជួយជូនគាត់ទៅផ្ទះតែម្ដងព្រោះគិតថាជ្រុលជាយប់ទៅហើយយប់បន្តិចទៀតទៅក៏មិនអីដែរក្រោយពេលហៅឲ្យគាត់ឡើងជិះម៉ូតូចេញដំណើរបានប្រហែល 4-5 នាទីខ្ញុំក៏នឹកឃើញឆ្ងល់រួចក៏សួរគាត់ថាបងឯងមិនគិតចង់ប្តឹងប៉ូលីសសិនទេអីហើយមិនមែនជាអ្នកនៅម្ដុំនេះផងតើបងឯងបានភួយមកពីណាយកមកដណ្ដប់
គាត់ឆ្លើយថារឿងប្តឹងប៉ូលីសប្រហែលជាត្រូវចាំស្អែកហើយមើលទៅព្រោះអីយប់អញ្ចឹងប្រហែលជាគេមិនធ្វើការឲ្យយើងឡើយចំណែកឯរឿងភួយគាត់ក៏អត់ដឹងដូចគ្នាពេលបើកភ្នែកពីសន្លប់មកវិញគឺគាត់ឃើញមានភួយនៅក្បែរខ្លួនស្រាប់ចៃដន្យពេលនឹងរងាខ្លាំងគាត់ក៏យកវាមកដណ្ដប់តែម្ដងទៅខ្ញុំចាប់ផ្ដើមចម្លែកចិត្តនឹងចម្លើយនោះព្រោះវាដូចជាចៃដន្យជ្រុលពេកតែមិនបញ្ហាអីទេជួនកាលរឿងខ្លះវាចៃដន្យជាងនឹងផងក៏មានក្រោយពេលស្ងាត់មាត់មិនសួរមិននាំជាមួយបងប្រុសនោះបានមួយសន្ទុះខ្ញុំក៏នឹកឃើញនិយាយនឹងគាត់បន្តទៀតគឺខ្ញុំបានសួរគាត់ថាបងឯងមកពីណាទៅណាហើយមានបញ្ហាអីបានជាដួលម៉ូតូគាត់ថាគាត់មកពីភ្នំពេញសំដៅទៅផ្ទះប៉ុន្តែមូលហេតុដែលបណ្ដាលឲ្យដួលគាត់ក៏អត់បានចាំដែរតាមខ្ញុំគិតគាត់ប្រហែលជាដួលប៉ះពាល់ត្រូវក្បាលត្រង់ផ្នែកណាមួយទើបធ្វើឲ្យភ្លេចភ្លាំងបន្ទាប់ពីឆ្លើយរួចខ្ញុំក៏សួរគាត់បន្តថាចិត្តដល់ផ្ទះបងឯងហើយឬនៅប៉ុន្តែសំណួរនឹងគឺខ្ញុំអត់បានទទួលចម្លើយទេដោយស្មានថាគាត់ស្ដាប់មិនឮខ្ញុំក៏សួរម្ដងទៀតប៉ុន្តែនៅតែមិនមានចម្លើយឆ្លើយតបមកវិញដដែលដល់អញ្ចឹងខ្ញុំក៏បន្ថយល្បឿនងាកក្រោយមើលស្រាប់តែបាត់មិនឃើញមាននរណានៅពីក្រោយខ្នងខ្ញុំទាល់តែសោះឃើញតែភួយដែលចង់ជាយមកខាងរបស់វាកំពុងតែគៀបជាប់ពីក្រោមគូតរបស់ខ្ញុំចំណែកផ្នែកដតីទៀតកំពុងតែធ្លាក់អូសតាមថ្នល់ដំបូងខ្ញុំភ័យណាស់ស្មានថាបងប្រុសម្នាក់នឹងក៏ធ្លាក់ពីលើម៉ូតូដោយសារសន្លប់បាត់ស្មារតីម្ដងទៀតប៉ុន្តែពេលបកម៉ូតូត្រឡប់ក្រោយជិះរកបងប្រុសម្នាក់នឹងគឺខ្ញុំមិនបានជួបគាត់ទេពេលនោះខ្ញុំចាប់ផ្ដើមព្រឺសម្បុររួចក៏គិតថាពួកយើងទើបតែឈប់និយាយគ្នាមុននេះបើសិនជាធ្លាក់មែនក៏ធ្លាក់មិនឆ្ងាយដែរខ្ញុំមានអារម្មណ៍កាន់តែមិនសូវស្រួលមែនទែនហើយព្រោះមានកូនចិត្តមួយគិតថាបងប្រុសម្នាក់អំបញ្ញមិញនឹងប្រហែលមិនមែនជាមនុស្សទេព្រោះអីខ្ញុំព្រឺសម្បុរតាំងពីជួបគាត់លើកដំបូងម្លេះហើយពេលដែលគាត់ឡើងជិះម៉ូតូជាមួយខ្ញុំនឹងក៏ខ្ញុំមានអារម្មណ៍ព្រឺរងាប្លែកដែរគ្រាន់តែខ្ញុំមិនបានចាប់អារម្មណ៍ព្រោះអាកាសធាតុពេលហ្នឹងក៏វាកំពុងតែចុះត្រជាក់ខ្លាំងដូចគ្នាដោយកាន់តែច្បាស់ថាមិនសូវស្រួលខ្ញុំក៏បោះពួយយ៉ាងលឿនវិលត្រឡប់ទៅផ្ទះវិញដោយគ្មានងាកក្រោយទេសំណាងល្អពេលទៅជិតដល់ផ្ទះខ្ញុំមិនបានជួបអ្វីចម្លែកប៉ុន្តែខ្ញុំបានឃើញគំនូសពណ៌សដែលប៉ូលីសបាញ់នៅលើថ្នល់សម្គាល់ថាកន្លែងនឹងគឺទើបតែមានគ្រោះថ្នាក់មិនចាំយូរក្រោយពេលទៅដល់ផ្ទះខ្ញុំក៏និយាយរឿងនឹងជាមួយប្រពន្ធខ្ញុំដំបូងឡើយគាត់មិនចង់និយាយអ្វីប្រាប់ខ្ញុំទាំងយប់នោះទេប៉ុន្តែពេលដែលខ្ញុំបង្ខំគាត់ពេកទៅគាត់ក៏ដាច់ចិត្តប្រាប់ថាពេលដែលខ្ញុំចេញទៅផ្ទះប៉ាម៉ាក់គឺមានគ្រោះថ្នាក់កើតឡើងបណ្ដាលឲ្យបរិសម្នាក់ស្លាប់ហើយដោយសារមើលទៅវាសង្វេគភ្នែកពេកទើបអ្នកផ្ទះក្បែរនឹងគេបរិច្ចាគភួយមួយយកទៅគ្របសពនោះខ្ញុំពិតជាព្រឺសម្បុរមែនទែនប៉ុន្តែអាចគ្រប់គ្រងស្មារតីបានហើយយប់នោះខ្ញុំក៏មិនបានជួបរឿងអ្វីបន្តទៀតដែរប៉ុន្តែព្រឹកឡើងគឺខ្ញុំត្រូវទៅស្រោចទឹកចេញដើម្បីកុំឲ្យមានសូរចង្រៃតោងតាមជាប់ខ្លួនបាទរឿងរបស់បងប្រុសក៏បានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ